តើការទន្ទ្រានសាងសង់សំណង់ផ្សេងលើផ្លូវសាធារណៈតើអ្នកសាងសង់ទាំងនោះមានទោសបែបណាដោយមានចែងយ៉ាងច្បាស់នៅក្នុងច្បាប់ស្តីពីផ្លូវថ្នល់មាត្រា74បានបញ្ញត្តិថាជនណាដែលទន្ទ្រានត្រួតត្រាប្រើប្រាស់ដោយសង់សំណង់ឬការទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី100,000 រៀលទៅ1,000,000 រៀលនិងតម្រូវឲ្យរុះរើចេញនៅសំណង់ឬការទាំងឡាយនោះក្នុងករណីរឹងទទឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6 ខែទៅ2 ឆ្នាំនិងពិន័យជាប្រាក់ពី1,000,000 រៀលទៅ4,000,000 រៀលចឹងអ្នកដែលសង់សំណង់ក៏ដូចជាតូបលក់ដូរឬក៏សួនច្បារដែលលយចូលមកក្នុងដីផ្លូវថ្នល់សាធារណៈរបស់រដ្ឋហ្នឹងបើគេហាម5ហើយគាត់អត់ធ្វើតាមអត់រុះរើទេគាត់អាចនឹងត្រូវប្រឈមមុខនឹងទោសដាក់ពន្ធនាគារពី6 ខែទៅ2 ឆ្នាំហើយនឹងត្រូវបានពិន័យប្រាក់ពី1,000,000 រៀលទៅ4,000,000 រៀលទៀត